អូខេសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាឬក៏បងប្អូនដែលតែនឹងមកថ្មីអត់ចេះប្រើប្រាស់ស៊ុបប្រក្រកបងប្អូនអូខេអញ្ចឹងដើម្បីប្រើប្រាស់ស៊ុបប្រក្រកបាននៅពេលដែលបងប្អូនទិញស៊ុបប្រក្រកពីខ្ញុំទៅគឺខ្ញុំមាន mail password ឲ្យបែបនេះបងប្អូនអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើដំបូងបំផុតហ្នឹងគឺចូលមកកាន់ពាក្យសរសេរពាក្យក្រក AI បែបនេះបងប្អូនយើងសរសេរពាក្យក្រក app AI បែបនេះយើងចុចពាក្យ enter ទៅហើយវានឹង load មកបងប្អូនអូសមកក្រោមឃើញពាក្យក្រកកន្លែងខ្មៅខ្មៅបែបនេះបងប្អូនឃើញពាក្យក្រកហ្នឹងបងប្អូនអាចចុចកន្លែងហ្នឹងមកនៅលើទូរស័ព្ទដៃបងប្អូន download កម្មវិធី Super Croc ដាក់នៅលើទូរស័ព្ទដៃបងប្អូនតែសម្រាប់កុំព្យូទ័រគឺយើងចុចនៅលើ website បែបនេះបងប្អូនអញ្ចឹងនៅពេលដែលយើងចូលមកដល់ចំណុចនេះបងប្អូនមើលកន្លែងពាក្យ login អូខេចុចពាក្យ login ទៅអញ្ចឹងនៅពេលដែល login រួចរាល់វា load មកដល់ចំណុចនេះបងប្អូននៅពេលដល់ចំណុចហ្នឹងគឺបងប្អូនចុចអាទី2យើងមើលពីលើមក login with email បងប្អូនអូខេយើងចុចបែបហ្នឹងមកបងប្អូនហើយយើងទៅយក email និង password មកនេះគឺជា email ហើយស៊ុបប្រក្រកនេះគឺខ្ញុំធានារយៈពេល25ថ្ងៃបងប្អូនយកទៅប្រើប្រាស់ខូចដូរថ្មីបងប្អូនអូខេអញ្ចឹងយើងចាប់ផ្ដើមចុច next ទៅបងប្អូនអូខេអញ្ចឹងបន្ទាប់ពីហ្នឹងមកគឺយើងដាក់password បងប្អូនអូខេដាក់ password មកបន្ទាប់មកយើងចុចពាក្យ login បងប្អូនអូខេអញ្ចឹងគឺយើងបាន login ជាមួយស៊ុបប្រក្រករួចរាល់ជោគជ័យហើយបងប្អូនចុចបិទកន្លែងនេះចោលបងប្អូនឃើញទេកន្លែងនេះគឺរួចរាល់បងប្អូនអានេះគឺជារបៀបlogin ស៊ុបប្រក្រកបងប្អូននៅពេលដែលយើងមានស៊ុបប្រក្រកយកទៅ login ណាអូខេបន្ទាប់មកទៀតនៅពេលដែលយើង login ស៊ុបប្រក្រកនឹងរួចរាល់ហើយគឺបងប្អូនអាចចុចនៅកន្លែងនេះបងប្អូននេះចុចកន្លែងនេះនៅពេលដែលយើង login រួចរាល់ណាដើម្បីប្រើប្រាស់បងប្អូនខ្ញុំបិទអានេះចោលសិនបងប្អូនអូខេអញ្ចឹងយើងចុចកន្លែងនេះមកបងប្អូនចុចកន្លែងនេះមកអញ្ចឹងព្រមដែលខ្ញុំមានគឺខ្ញុំទុកឲ្យនៅក្នុងនេះបងប្អូនខ្ញុំនឹងធ្វើការចែកព្រមនឹងទាំងអស់គ្នាបងប្អូនព្រមស្រីស្អាតដែលខ្ញុំធ្វើថ្ងៃមុនហ្នឹងបងប្អូនអូខេនៅក្នុងនេះគឺខ្ញុំមានព្រមមួយបែបនេះបងប្អូនអូខេព្រមបែបនេះអញ្ចឹងខ្ញុំយកព្រមហ្នឹងទៅដាក់នៅក្នុង ChatGPT ឬមួយក៏ខ្ញុំយកទៅផលិតតែម្ដងបងប្អូនឧទាហរណ៍ណាខ្ញុំយកព្រមហ្នឹងទៅផលិតសិនផលិតឲ្យបងប្អូនមើលអញ្ចឹងកន្លែងនេះគឺយើងផលិតជារូបភាពកន្លែងនេះគឺយើងផលិតជាវីដេអូបងប្អូនហើយកម្រិតវាបងប្អូនមើលកម្រិតយើងអាចយកកម្រិត420 720ក៏បានអញ្ចឹងនៅក្នុងនេះគឺខ្ញុំប្រាប់ទំហំដែលប្រើបានបងប្អូននេះពីមុន720ហ្នឹងបាន10ទៅ15នាទីក្នុង15វីដេអូក្នុងមួយថ្ងៃហើយឥឡូវនេះអឺទំហំរបស់វា420ហ្នឹងផលិតពី40ទៅ100វីដេអូក្នុងមួយថ្ងៃអញ្ចឹងណាអាហ្នឹងពីមុនឥឡូវនេះគឺប្រើបានតិចជាងមុនបងប្អូននេះដែលខ្ញុំប្រាប់នេះហើយគឺ server វាអាប់ដេតបងប្អូនកម្រិត720ប្រើបាន10ទៅ15វីដេអូក្នុងមួយថ្ងៃកម្រិត480បាន40ទៅ100វីដេអូក្នុងមួយថ្ងៃអញ្ចឹងមួយរយៈនេះគឺប្រើបានតិចជាងមុនអត់បានដូចមុនទៀតទេខាងក្រោមនេះគឺបញ្ជាក់បងប្អូនច្បាស់ៗបែបនេះអញ្ចឹងណាបងប្អូនអូខេឥឡូវយើងមានព្រមមួយឧទាហរណ៍យើងយកព្រមហ្នឹងមកផលិតជារូបភាពសិនបងប្អូនយើង copy ព្រមហ្នឹងមកអូខេ copy ព្រមហ្នឹងមកយើងមកដាក់នៅក្នុងនេះហើយកន្លែងនេះគឺយើងចុចលក្ខណៈជារូបភាពបងប្អូនយើងផលិតជារូបភាពអូខេហើយយើងចុចទៅបងប្អូនទំហំបងប្អូនចង់បានទំហំមួយណានេះនៅលើទូរស័ព្ទដូចគ្នាបងប្អូនវាចេញ option ដូចគ្នាខ្ញុំយកទំហំអឺធំចុះបងប្អូនព្រោះខ្ញុំប្រើនៅលើកុំព្យូទ័រខ្ញុំចុចទំហំនេះបងប្អូននេះហើយរូបភាពគឺវាឲ្យយើងម្ដង4ស្លឹកបងប្អូនអញ្ចឹង4ស្លឹកហ្នឹងគឺវាដូចគ្នាចូលចូលជា90%ហេតុអីបានវាលោតមកបែបនេះដោយសារអីទំហំដែលខ្ញុំសរសេរនៅលើនេះគឺសរសេរអឺទំហំទំហំរៀលបងប្អូនសរសេរទំហំរៀលដល់ពេលដែលយើងដាក់មកទំហំធំគឺវាលោតមកប្រភេទបែបនេះបងប្អូនឥឡូវយើងដូរទំហំវាសិនដូរទំហំហើយយើងដាក់ម្សាទៀតបងប្អូនដាក់ម្សាទៀតនេះដល់ពេលយើងដូរទំហំទៅគឺវាចេញមកស្អាតៗបែបនេះបងប្អូនបែបនេះឃើញទេដល់ពេលយើងដាក់ទំហំខុសទំហំធំពេកគឺវាអត់នេះព្រោះខ្ញុំសរសេរកន្លែងហ្នឹងគឺខ្ញុំសរសេរទំហំ9 16ដល់ពេលខ្ញុំដាក់នេះដាក់6 19ចឹងវាត្រូវឧទាហរណ៍ថាឥឡូវយើងសរសេរជាភាសាខ្មែរបងប្អូនមើលមួយមក
ឧទាហរណ៍យើងចង់ឲ្យម្នាក់ហ្នឹងលក្ខណៈថារាំអញ្ចឹងណាឲ្យគាត់រាំអូខេអញ្ចឹងចង់ឲ្យរូបហ្នឹងរាំហើយសប្បាយអ៊ីនធឺណិតដើរយ៉ាងយឺតតិចបងប្អូនអូខេបែបនេះអញ្ចឹងអ្វីដែលខ្ញុំសរសេរគឺខ្ញុំសរសេរបែបនេះសរសេរខ្មែរក៏បានដែរបងប្អូនដាក់ខ្មែរហ្នឹងចូលមកបងប្អូននេះបែបនេះហើយគឺយើងចុចនៅលើយើងចុចនៅលើរូបភាពណាមួយមកឥឡូវចង់បានរូបភាពណារូបភាពនេះបងប្អូននេះចង់បានរូបនេះបងប្អូនចុចកន្លែងវីដេអូនេះមកអូខេចុចកន្លែងវីដេអូនេះមកបងប្អូនចុចបែបនេះហើយបងប្អូន select ទំហំយកទំហំប៉ុន្មានដូចខ្ញុំប្រាប់មិញអញ្ចឹងបងប្អូននេះនេះឃើញទេអញ្ចឹងបើយើងយកទំហំវាបានដល់ប៉ុណ្ណេះហើយនាទីគឺបាន10វិនាទីទំហំ720បងប្អូនអញ្ចឹងបើសិនជាយើងចង់ធ្វើបានច្រើនបងប្អូនយកនេះមកយក10នេះមកក៏បាននេះក៏បានឥឡូវខ្ញុំធ្វើតេស្តឲ្យបងប្អូនមើលអូខេហើយបងប្អូនចាំរងចាំមើលបន្តិចយើងត្រឡប់មកក្រោយវិញអញ្ចឹងមួយនេះគឺចង់ឲ្យគាត់លក្ខណៈ surface បែបខ្ញុំសរសេរអង់គ្លេសបែបនេះបងប្អូននេះឃើញទេឥឡូវយើងសរសេរអង់គ្លេសក៏បានសរសេរខ្មែរក៏បានដូចគ្នាបងប្អូនចុចកន្លែងវីដេអូដាក់មកទៅដូចគ្នាបងប្អូនបែបនេះឥឡូវយើងចាំមើលពីរហ្នឹងបងប្អូននេះចាំមើលនេះពីរហ្នឹងគឺវាដើរទៅជាវីដេអូហើយបងប្អូនឃើញទេដំបូងគឺយើងត្រូវផលិតរូបភាពសិនបន្ទាប់មកចាំផលិតជាវីដេអូបងប្អូនអញ្ចឹងបន្ទាប់ពីខ្ញុំបរៀនបងប្អូនពីរបៀបធ្វើហើយខ្ញុំក៏បរៀនបងប្អូនពីរបៀបកែប្រមយកឲ្យប្រមហ្នឹងក្លាយជារបស់ខ្លួនឯងអញ្ចឹងណាបងប្អូនឥឡូវនេះវាដើរបានដូចជា50%ហើយឥឡូវយើងចូលមកកាន់ ChatGPT យើងមានប្រមនេះមួយប្រមដែលខ្ញុំឲ្យបងប្អូនយកប្រមហ្នឹងទៅបងប្អូនចូលមកកាន់ ChatGPT បែបនេះបងប្អូននេះកាន់ ChatGPT អានេះខ្ញុំធ្វើមិញ cover YouTube របស់ខ្ញុំបងប្អូនឲ្យ ChatGPT ធ្វើឲ្យអូខេអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយើងចូលមកកាន់ Translate មកគឺបញ្ជាក់បងប្អូនពីរបៀបធ្វើបើសិនជាបងប្អូនអត់ចេះបងប្អូនអាចឆាតមកសួរខ្ញុំបានឲ្យគាត់ដូរតួអង្គដូរតួអង្គហ្នឹងទៅមនុស្សផ្សេងម្នាក់ទៀតបងប្អូនបែបនេះអញ្ចឹងយើងចូលមកកាន់ ChatGPT បែបនេះយើងមាន prompt របស់យើងបងប្អូនឃើញទេ prompt នេះយើង enter shift enter មកយើងដាក់បែបនេះអញ្ចឹងprompt មួយហ្នឹងនឹងដូរទៅមនុស្សផ្សេងបងប្អូនដូរទៅមនុស្សផ្សេងបែបនេះវានឹងដាក់ prompt ថ្មីឲ្យយើងកម្រិត 8K បងប្អូនកម្រិត 8K អូខេអញ្ចឹងយើងចូលមកមើលនេះវីដេអូយើងគឺរួចរាល់ហើយបងប្អូនចុចមកនេះបងប្អូនឃើញទេរ៉ាំសពេញណាមិញនេះគឺយើងឲ្យគាត់រួមនឹងសរសេរជាភាសាខ្មែរទេបងប្អូននេះភាសាខ្មែរអូខេហើយមួយទៀតគឺគាត់ surface បងប្អូន Just a simple selfie today. ឃើញទេបងប្អូន Feeling so cozy. My hair looks nice. អញ្ចឹងនៅក្នុងហ្នឹងនៅពេលដែលយើងផលិតរូបភាពមួយយើងផលិតជាវីដេអូមួយទៀតវាចេញពីរនេះអានេះគឺជារូបភាពអញ្ចឹងបើសិនជាយើងចង់ឲ្យរូបភាពហ្នឹងធ្វើអីទៀត make up ឯងបងប្អូនចាំមើលណាយកឲ្យគាត់ make up បែបនេះចាំមើលឲ្យគាត់ make up អូខេបងប្អូនអញ្ចឹងឲ្យគាត់ make up ឲ្យគាត់ surface ផងគាត់ make up ផងកន្លែងនេះទៅជាវីដេអូអូភ្លេចមើលមិញបងប្អូនអត់ដឹងថាទៅជាវីដេអូអត់ទេភ្លេចបានមើលមិញបងប្អូនអូខេឥឡូវកន្លែងហ្នឹងហើយឥឡូវយើងចូលមកមើលព្រមយើងមួយទៀតកន្លែងនេះវាផ្ដល់ជារូបភាពឲ្យយើងអត់យកទេគឺយើងយកព្រមកន្លែងនេះវាឲ្យរូបភាពយើងដាក់មកនេះបងប្អូននេះការជំរុញហ្នឹងគឺជាព្រមបងប្អូនភាសាខ្មែរយើងណាការជំរុញហើយអង់គ្លេសគឺជាព្រមបងប្អូនការជំរុញណាអូខេអញ្ចឹងបងប្អូនចូលមកកាន់ ChatGPT ម្ដងទៀតប្រាប់ថាខ្ញុំត្រូវការព្រមបែបនេះវានឹងសរសេរព្រមថ្មីឲ្យយើងម្នាក់ទៀតហើយចាំម្នាក់ទៀតមួយទៀតបងប្អូនអូខេអានេះគឺជាព្រមថ្មីបងប្អូនរងចាំបន្តិចហើយកន្លែងហ្នឹងបើសិនជាបងប្អូនមានចម្ងល់បងប្អូនអាច comment នៅក្រោម YouTube របស់ខ្ញុំហ្នឹងណាបងប្អូននេះគឺជា YouTube របស់ខ្ញុំប្រើប្រាស់
កាលពីមុនគឺខ្ញុំប្រើ YouTube មួយនេះបងប្អូនពីមុនខ្ញុំប្រើ YouTube មួយនេះប៉ុន្តែមួយរយៈនេះខ្ញុំបាក់ផុសសិនបងប្អូនវាមានបញ្ហាតិចតួចជាមួយនឹង channel ហ្នឹងបងប្អូននេះខ្ញុំប្រើប្រាស់ channel នេះបងប្អូនពីមុនណាខ្ញុំប្រើប្រាស់ channel នេះហើយឥឡូវបងប្អូនទាំងអស់គ្នាអាចមកតាមដាន channel របស់ខ្ញុំមួយនេះវិញ channel នេះជាមួយ Facebook នេះគឺឈ្មោះដូចគ្នាបងប្អូននេះគឺជា Facebook page របស់ខ្ញុំបងប្អូន Facebook page ហើយនេះគឺជា YouTube channel របស់ខ្ញុំបងប្អូននេះបងប្អូនមើលឈ្មោះនេះ YouTube channel នេះគឺជា YouTube channel បងប្អូនអូខេអញ្ចឹងបងប្អូនចូលមកកាន់ Super Croc យើងវិញនេះបងប្អូនគឺដើរចប់ហើយ Hi everyone, good morning. I'm doing my skincare routine today. Let's apply my favorite moisturizer. It feels so good. តែកន្លែងនេះគឺវា make up ផង selfie ផងប៉ុន្តែយើងអត់ទាន់បានកែប្រមល្អទេដោយសារកន្លែងនេះបងប្អូនមើលដៃចេញដៃមកមួយទៀតយើងអាចកែបន្ថែមភាសាទៀតបានកន្លែងនេះឃើញទេបងប្អូនដោយសារប្រមដែលខ្ញុំសរសេរហ្នឹងគាត់កំពុងតែ make up ហើយនឹង selfie ដល់ពេលអញ្ចឹងវារៀងឆ្កងបន្តិចអញ្ចឹងបើសិនជាដាក់គាត់ make up តែមួយឯងដាក់ make up តែមួយបងប្អូនដាក់ make up តែមួយអញ្ចឹងនេះបែបនេះបងប្អូនទៅជាវីដេអូគាត់ make up គឺ make up ហ្មងបងប្អូនកន្លែងហ្នឹងណាគឺអត់មានចេញឲ្យផ្សេងទៀតទេដោយសារមិញគឺខ្ញុំដាក់ make up ផង selfie ផងអញ្ចឹងដៃគាត់កាន់អត់អស់ទេបងប្អូនអូខេឥឡូវយើងចូលមកមើលព្រមរបស់យើងនៅក្នុង Chat GPT វិញវាទាំងតិចឯងបងប្អូនដោយសារមកខ្ញុំផលិតរូបភាពច្រើនពេកបងប្អូននៅក្នុងនេះ cover YouTube ជាមួយនឹង cover Facebook គឺខ្ញុំឲ្យChat GPT គាត់អ្នកចាត់ចែងឲ្យអូតូខ្ញុំគ្រាន់តែប្រាប់ជា concept វាផលិតឲ្យយើងបានស្អាតមែនទែនបងប្អូននេះបែបនេះហ៎ឥឡូវយើងមកមើលព្រមរបស់យើងវិញវាឲ្យឬនៅអញ្ចឹងបងប្អូននេះរងចាំតិចសិនបងប្អូនអានេះក៏អត់ទាន់ដើរអានេះក៏អត់ទាន់ដើរបងប្អូនវីដេអូក្រោយខ្ញុំនឹងធ្វើជាក់លាក់ច្បាស់ឥឡូវនេះ Chat GPT ដើរទេបងប្អូនវីដេអូដើរអញ្ចឹងខ្ញុំមានយកព្រមចាស់មកបង្ហាញបងប្អូនភាសាទៀតព្រមដែលខ្ញុំមានសាប់បងប្អូននេះបងប្អូនព្រមហេតុអីបាននេះដោយសារវាអត់ដើរបងប្អូនវាដើរអញ្ចឹងយើងយកព្រមនឹងមកដាក់នៅក្នុងSuper Croc នឹងម្ដងទៀតបងប្អូនដាក់នៅក្នុង Super Croc នឹងម្ដងទៀតគឺយើងចុចកន្លែងរូបភាពនេះសិនបងប្អូនគឺយើងចុចផលិតរូបភាពអូខេហើយទំហំគឺយើងយកទំហំប៉ុណ្ណឹងដដែលបងប្អូនអូខេចុចមកវានឹងផលិតជារូបភាពឲ្យយើងសិនបងប្អូនអូខេឥឡូវនេះគឺវាបានផលិតរូបភាពឲ្យយើងថ្មីមួយហើយអញ្ចឹងរូបភាពហ្នឹងយើងចង់ឲ្យគាត់ធ្វើអីគេនេះរូបភាពនេះឥឡូវគាត់អត់ធ្វើអីទេរូបទាំងអស់ហ្នឹងអូខេនេះគឺជារូបភាពអញ្ចឹងបើសិនជាយើងចង់ឲ្យគាត់ឬក៏រូបមួយនេះ make up បងប្អូនអញ្ចឹងយើងចុចនៅលើវីដេអូនេះមកហើយទៅសេពាក្យបែបនេះមកគាត់ហាត់ប្រាណគាត់ញ៉ាំបាយគាត់ធ្វើអីបានទាំងអស់បងប្អូនទៅសេបែបនេះសេភាសាខ្មែរក៏បានភាសាអង់គ្លេសក៏បានសុបគ្រប់វាស្គាល់អត់ស្គាល់តែម្យ៉ាងគឺភាសានិយាយបងប្អូនភាសានិយាយគឺអត់អាចនិយាយភាសាខ្មែរបានទេអូខេឥឡូវបងប្អូនចាំមើលវីដេអូទាំងអស់គ្នាយើងរូបគឺរូបធម្មតាបែបនេះយើងឲ្យគាត់លក្ខណៈឲ្យគាត់ហ្នឹង make up បងប្អូន make up ណាអូខេឥឡូវយើងត្រឡប់មកមើល Chat GPT វិញគឺអត់ដើរទេបងប្អូនអត់ដើរទេអញ្ចឹងខ្ញុំនឹងremove កន្លែងវគ្គហ្នឹងចោលខ្ញុំលុបវាចោលហើយខ្ញុំបើក tab ថ្មីអូខេអញ្ចឹងបើសិនជាយើងចង់បានអីមួយគឺយើងត្រូវប្រាប់ Chat GPT បែបនេះបងប្អូនគឺប្រើពាក្យនឹងមុនគេបងប្អូនហើយបងប្អូនត្រូវចំណាំបងប្អូនព្រមការជំរុញគឺជាព្រមបងប្អូនការជំរុញណាអូខេអញ្ចឹងខ្ញុំចង់ឲ្យ Chat GPT បង្កើតព្រមមកខ្ញុំមួយលក្ខណៈស្ត្រីកម្ពុជាយើងគឺស្លៀកពាក់បែបកម្ពុជាបែបនេះបងប្អូនលក្ខណៈសម្លៀកពាក់ប្រពៃណីខ្មែរហើយធ្វើម្ហូបបងប្អូនអូខេអញ្ចឹងយើងយកព្រមនឹងមកយកមកផលិតជារូបភាពមួយសិនបងប្អូនផលិតជារូបភាពបែបនេះបងប្អូនអូយើងយកមក Chat GPT សិនបងប្អូនចង់ច្រឡំបាត់ណា
ដោយសារអី ChatGPT មិញវាអត់ដើរអញ្ចឹងយើងដាក់បែបនេះមកឲ្យវាផលិតជា prompt មកយើងលក្ខណៈស្ត្រីកម្ពុជាយើងគឺស្លៀកពាក់បែបលក្ខណៈប្រពៃណីខ្មែរបងប្អូនឥឡូវនេះយើងគ្រាន់តែដាក់បែបហ្នឹងមកនេះបងប្អូនគឺ ChatGPT វាបានផ្ដល់ prompt មកយើងបែបនេះអូខេអញ្ចឹងផ្ដល់ prompt មកយើងបែបហ្នឹងយើងយក prompt មកដាក់នៅក្នុងsuper Grok របស់យើងបងប្អូនអូខេនេះបងប្អូនកន្លែងម្នាក់ make up មិញបងប្អូននេះហើយ make up កន្លែង make up ហ្នឹងក៏យើងត្រូវបញ្ជាក់ទៀតឲ្យគាត់ make up លក្ខណៈម៉េចលក្ខណៈយកម្សៅផាត់មុខឬយក krem មកផាត់មុខបែបនេះបងប្អូនឃើញទេអាហ្នឹងតើតែយើងបញ្ជាក់ទៀតប៉ុន្តែអានេះខ្ញុំគ្រាន់តែប្រាប់ពីរបៀបប្រើ simple ទេរបៀបប្រើធម្មតាទេតិចទៀតខ្ញុំនឹងបរៀនបងប្អូនទាំងអស់គ្នាពីរបៀបសរសេរ prompt បងប្អូនហើយមើលរូបភាពរបស់យើងបែបនេះគឺលក្ខណៈអានេះចូលលក្ខណៈឥណ្ឌាខ្លះហើយបងប្អូនគឺនេះគឺក្បាច់ត្បូងរចនាគឺលក្ខណៈបែបខ្មែរបងប្អូនប៉ុន្តែខុសតែត្រង់កន្លែងនេះបន្តិចទេគឺសម្លៀកបំពាក់គឺសម្លៀកបំពាក់បែបខ្មែរបុរាណយើងហើយមានអីគេមានស្អីមូគួងនេះបងប្អូនណាមានអាហ្នឹងផងអីផងចឹងទៅអញ្ចឹងបើសិនជាចង់ឲ្យវីដេអូរូបភាពដើរល្អបងប្អូនចុចនៅលើរូបភាពមកចុចលើវីដេអូបងប្អូនសរសេរមកអូខេបែបនេះមកហើយបងប្អូនចូលទៅមើលទាំងអស់គ្នានេះគឺជារូបភាពហើយយើងដាក់អក្សរនេះថាគាត់កំពុងតែរៀបចំធ្វើម្ហូបហើយតិចទៀតវានឹងដើរលក្ខណៈជាវីដេអូបងប្អូនវាដើរជាវីដេអូនេះគឺគុណភាពរបស់ Super Grok បងប្អូនហើយខ្ញុំភ្លេច save រូបភាពឲ្យបងប្អូនមើលមួយសិនបងប្អូនអូខេ save រូបភាពមើលមួយសិនហើយយើងយកមកកាន់រូបភាពមួយនេះមកតាណាចេះនេះបងប្អូនមកដល់ហើយអូខេនេះគឺជារូបភាពបងប្អូនគឺច្បាស់ល្អមែនតើនេះបងប្អូនអូពាក់ថ្មិញពុតទៀតបងប្អូនពាក់អាស្អីគេប្រេះហ៎អូខេបងប្អូនទាំងអស់គ្នាអញ្ចឹងវីដេអូនេះគឺអត់មានអីច្រើនទេបងប្អូនយើងរងចាំអានេះរួចសិនហើយយើងនឹងធ្វើតេស្តទាំងអស់គ្នាដោយសារ ChatGPT មានបញ្ហាតិចតួចបងប្អូនអញ្ចឹងវីដេអូក្រោយខ្ញុំនឹងលម្អិតពីរបៀបសរសេរ prompt បងប្អូនចង់បានបែបណាបងប្អូនជួយ comment នៅក្នុងវីដេអូខាងក្រោមហ្នឹងម្នាក់មួយទៅគឺនេះគឺជា YouTube បងប្អូន YouTube របស់ខ្ញុំបងប្អូនចូលមើលវីដេអូហើយ comment ម្នាក់មួយចង់បានបែបមូលដ្ឋានគ្រឹះឬក៏បែបចាប់ផ្ដើមសរសេរ prompt មកខ្ញុំនឹងធ្វើការចេញវីដេអូថ្មីមួយទៀតពាក់ព័ន្ធជាមួយនឹង Super Grok ហើយវីដេអូនេះរៀងវែងតិចហើយបងប្អូនតាំងពីរបៀប login របៀបប្រើប្រាស់ហើយរបៀបសរសេរ prompt គឺអត់ទាន់បានទេចាំមើលវគ្គក្រោយបងប្អូនគឺវាគាំងអត់ដើរហើយឥឡូវនេះគឺវីដេអូយើងរួចរាល់ហើយបងប្អូននេះបងប្អូនមើលវីដេអូនេះបងប្អូនគាត់រៀបចំធ្វើម្ហូបនេះប៉ុន្តែកន្លែងហ្នឹងគឺវាយើងអត់បានលម្អិតថាធ្វើម្ហូបហ្នឹងធ្វើម្ហូបចាប់ផ្ដើមពីណាទៅមុនគាត់បុកគ្រឿងគាត់ចិតគ្រឿងអីចឹងទៅអានេះវាអូតូទេបងប្អូនឃើញទេម្ហូបយើងលេងគល់លក្រីដាក់ម្ដង20ដើមអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនហើយបងប្អូនមកមើលរូបរបស់យើងរួចរាល់ហើយយើងភ្លេចប្រាប់ពីរបៀប save បងប្អូនបើសិនជាយើងចង់ save រូបហ្នឹងណាបងប្អូនចុចនៅលើហ្នឹងមកយើងចុច save មកគឺវា load មកនេះបងប្អូននេះវាកំពុងដើរអញ្ចឹងនេះរួចរាល់ហើយបងប្អូន save បានហើយបងប្អូនចូលមើលមកហើយទំហំបងប្អូនចង់បានទំហំណាបងប្អូនដាក់ទំហំហ្នឹងទៅបងប្អូនអញ្ចឹងកុំភ្លេចជួយ follow channel ថ្មីរបស់ខ្ញុំម្នាក់មួយផងបងប្អូននេះគឺជា YouTube channel របស់ខ្ញុំអរគុណច្រើនបងប្អូនទាំងអស់គ្នា